គាត់អង្គុយចាំខ្ញុំមួយល្ងាចទេចាស់អ្នកស្រីមនុស្សរវល់ដូចគាត់ខ្ញុំមិនដែលឃើញគាត់មកអង្គុយថ្មឹងលើសាឡុងមករង្គើអីបន្តិចសោះអញ្ចឹងទេរឿងនេះខ្ញុំកាត់ខ្លីមិនបានសួរគាត់កូនលេងជាមួយបងសិនទេយ៉ាងណាក៏ត្រូវដឹងឲ្យច្បាស់លួងគេបន្តិចចាមានកាយអត់មានទេចាប់ហើយបាយដាក់នឹងហើយចាត់ទុកថាខ្ញុំឲ្យហើយបាយនេះធ្វើឲ្យខ្ញុំមែនទេរសជាតិឆ្ងាញ់ណាស់មិនមែនស្នាដៃចង់ផុយទេអូនជាអ្នកធ្វើមែនទេមុននឹងមកពីខ្ញុំសម្ដីមិនសូវល្អដូច្នេះឈប់ខាងបងទៅលើមីងលីប្រាប់ថាលោកអង្គុយចាំខ្ញុំពេញមួយល្ងាចរឿងថ្ងៃនេះគឺមកពីខ្ញុំគិតមិនដិតដល់មិនអីទេតែនិយាយឲ្យត្រង់ទៅលោកគ្មានកំហុសទេចាំមកញ៉ាំបែបផ្ទះមិនក៏មិនប្រាប់មិននិយាយអ្នកណាទៅដឹងពួកខ្ញុំមិនមែនស្រីស្រាំក្នុងវាំងត្រូវចាំលោកមកសើចសុខរាល់ថ្ងៃទេប៉ុន្តែនិយាយត្រង់ទៅខ្ញុំអាចដឹងថាលោកក៏បារម្ភពីកូនដែរកុំបារម្ភអីលើក្រៃលួយស៊ីមានកម្មវិធីខ្ញុំនឹងប្រាប់លោកមុនគេមិនឲ្យរំលងកម្មវិធីគ្រួសារទៀតទេទៅថ្ងៃមុខបងនឹងរៀបការប្រាប់មុនរាល់ល្ងាចបន្ទាប់ពីនេះទៅបងនឹងមកញ៉ាំបាយផ្ទះជាមួយអូនទោះបីជាមិនទាន់ក៏បងខំប្រឹងដែរបងនឹងប្រាប់អូនឲ្យបានដឹងមុនអូខេអញ្ចឹងក៏បានដែរហើយចាំទុកក្នុងចិត្តផងណាផ្ញើការពិភាក្សាការងារឲ្យខ្ញុំឲ្យលោកស្រីផងជំរាបសួរអ្នកស្រីនេះគឺជាការពិភាក្សាការងាររបស់លោកលូកុំបារម្ភអីខ្ញុំនឹងរៀបការជូនអ្នកស្រីរាល់ថ្ងៃពីគម្រោងការងាររបស់គាត់មិនបាច់ទេក៏ដឹងដែរលោកពូឈួនយកច្រឡំធំហើយថ្ងៃនេះបងជូនទៅលុយជេលឿនឡើងទៅជាមួយគ្នាល្អណាស់ហីល្អណាស់គេច្បាស់ជាដឹងខ្លួនថាខ្វះចន្លោះតើបចាំមកសងវិញបែបនេះក៏ល្អដែរជារឿងល្អជំរាបសួរថ្ងៃនេះប៉ាម៉ាក់នឹងបងប្រុសជូនខ្ញុំមកសាលាជុំគ្នាសើឡងនេះបងប្រុសខ្ញុំគ្រួសារខ្ញុំជូនខ្ញុំមកសាលាទាំងអស់គ្នាថ្ងៃនេះលោកលូចៃដន្យមែនមិនស្មានថាជួបលោកនៅទីនេះសុំទោសថ្ងៃនេះខ្ញុំជូនកូនមករៀនមិនជារឿងការងារទេអូចាកូនចូលរៀនហើយនៅសាលាធ្វើខ្លួននៅល្អណាស់ហាមឆ្លោះគ្នាជាមួយមិត្តភក្តិបាទដឹងហើយលោកនិយាយអីខ្លះទេខ្ញុំមិនសូវចេះនិយាយទេនិយាយអីក៏បានដែរខំរៀនស៊ីសុងអរគុណខ្ញុំទទួលយកតែជួយហៅឈ្មោះផ្សេងបានអត់ដូរការហៅចង់ឲ្យហៅឈិញឬហៅប្រពន្ធសម្លាញ់លោកហៅស៊ីសុងរហូតនឹងធ្វើឲ្យមានអារម្មណ៍ថាក៏ចំណន់គ្នាឆ្ងាញ់មិនទេពិតជាប្លែកមែនមនុស្សប្រុសចាស់កម្រិតដូចលោកសត្វតែបែបហ្នឹងមែនទេនេះអូនគិតថាបងចាស់ណាមែនទេអត់ទេខ្ញុំមិនមែនចង់ថាលោកចាស់អីទេនៃរបស់ខ្ញុំគឺមើលទៅមានភាពចាស់ទុំពូកែរៀបចំផែនការអូយមិនមែនទេនៃរបស់ខ្ញុំគឺទោះជាលោកអាយុ38ឆ្នាំប៉ុន្តែមើលទៅដូច30ស្ដើងអាចប្រៀបជាមួយនឹងប្រុសក្មេងបានជួយរៀបចំឈុតហាត់ប្រាណឲ្យខ្ញុំមួយកំ ភ្លេមកបងស្រីមើលចុះនាងស៊ុយឈីងថាទើបតែបើកហាងកាត់ដេរថ្មីមិត្តភក្តិខ្ញុំទើបឃើញនាងនៅទីនោះបងគិតមើលនាងគិតអីហ្នឹងធ្វើជាជំទាវស្រួលមិនចូលចិត្តទៅបាក់ហាងខายធ្វើអីចង់បានលុយឡើងឈួតហើយនេះច្បាស់ជាបងពោឈួនមិនឲ្យលុយហើយគួរចង់សើចណាស់ហាងថ្មីបានសម្ពោធយើងគួរទៅរកមនុស្សទៅអបអរបន្តិចទេបងនិយាយត្រូវតែទៅអបអរឲ្យផ្អើលតែម្ដងអាឡូមានរឿងអីឌីឌីឆេងហាងយើងមានរឿងហើយមើលទូរស័ព្ទទៅផ្អើលប៉ិនអ៊ីនធឺណិតគេជេរហាងយើងគេមើលងាយខ្លាំងណាស់
ខ្ញុំដឹងហើយខ្ញុំតែឥឡូវនេះមានរឿងអីទេ មិនត្រឹមតែខមមិនប្រមាណទេគេមួយបង្កាត់ថាកៅអៅយើងគុណភាពអន់ស្លៀកពាក់ធ្វើឲ្យរមាស់នៅថាស្រីមានកូនម្នាក់ស្លៀកកៅអៅយើងឲ្យធ្វើឲ្យរលូតកូនទៀតផងមានមនុស្សមកលោឡាពេញហាង ស្ងប់ចិត្តសិនរឿងនេះច្បាស់ជាមានអ្នកនៅពីក្រោយបែបនេះចាស់ប្រាប់អតិថិជនដែលមានបញ្ហាឲ្យគេផ្ញើកៅអៅត្រឡប់មកវិញសិនចាំយើងសងលុយឲ្យគេវិញ ខ្ញុំឆែកមើលកៅអៅដែលគេផ្ញើមកខ្លះហើយមិនមែនជាផលិតផលហាងយើងទេបាត់ពិសោធន៍លើកមុននោះនៅត្រង់កៅអៅកៅអៅយើងគ្រប់ឈុតខ្ញុំបានធ្វើសញ្ញាសម្គាល់ការពីរួចហើយ ល្អណាស់បែបនេះបញ្ហាដោះស្រាយបានពាក់កណ្ដាលប្រហែលថ្ងៃនេះបាត់ហាងសិនទេខ្ញុំនឹងរកវិធីតាក់ទងស្រីមានផ្ទៃពោះនោះឆ្លៀតឱកាសរុញឈ្មោះហាងយើងឲ្យកាន់តែល្បី ធ្វើតាមនឹងហើយ លោកប្រធានអ្នកស្រីមានរឿងហើយមានរឿងអីទៅមុននឹងពេលដែលលោកប្រជុំខ្ញុំមិនហ៊ានរំខានចាំទុកឲ្យតែជ្រឿងរបស់លោកស្រីស្ថានភាពណាក៏ត្រូវតែប្រាប់ខ្ញុំដែរហើយផ្នែកច្បាប់ប្រជុំជាបន្ទាន់បាទរឿងខមមិនជាប្រមាណលើអ៊ីនធឺណិតនេះក្រៅពីផ្ដឹងផ្ដល់មានវិធីផ្សេងទៀតដែរទេនិយាយមក លោកប្រធានបើជួអ្នកខមមិនការពីមិនល្អតែយើងអាចឲ្យបុគ្គលិកក្រុមហ៊ុនយើងឲ្យចូលទៅជួយលើកទឹកចិត្តក្នុងផេករបស់អ្នកស្រីយើងអាចប្រើឈ្មោះក្រុមហ៊ុនផ្លូវការដើម្បីជួយអ្នកស្រីបានណា សូមទូលលោកប្រធាននាងនៅក្មេងទើបតែមកថ្មីមិនទាន់ដឹងអីទេវិធីទាំងពីរនេះប្រើការបានប្រធានទូតែប្រាប់បុគ្គលិកទាំងអស់ទៅអ្នកណាដែលចូលទៅខមមិននៅក្នុងវីដេអូរបស់អ្នកស្រីឲ្យតែមានរូបថតបានជប់សម្រាប់មួយថ្ងៃក្នុងមួយខែបាទលោកប្រធានពីនេះអារម្មណ៍របស់នាងច្បាស់ជាមិនសូវល្អនោះទេខ្ញុំគួរតែជួយនាងបែបណាទៅ លោកប្រធានលោកអាចនាំអ្នកស្រីដើរផ្សារដើម្បីឲ្យគាត់ធូរក្នុងចិត្តខ្លះពេលនេះគាត់ត្រូវការអ្នកកំដរបំផុត មិនត្រឡប់មកវិញលឿនម្លេះ មានរឿងធំបែបនេះមិនក៏មិនប្រាប់បងចឹង លោកដឹងអស់ហើយ កុំបារម្ភអីខាងច្បាប់បានប្រមូលផុតតាំងយ៉ាងយូរថ្ងៃស្អែកពួកដែលមូលបង្កាច់អូននោះនឹងជាប្រមាថអូនប្រកាសជាសុំទោសអូនឲ្យពួកដែលមូលបង្កាច់នោះមកសុំទោសអូនឲ្យទាល់តែបាន លោកលូចេញមកហើយ តោះទៅបងនៅមុនតារាផ្សារ មិនក៏នាំខ្ញុំដើរផ្សារ មិនចូលចិត្តកបោបទេបានចឹងមកនេះទេ ចូលចិត្តខ្លាំងណាស់លោកយីតែជាមួយគ្នាទេ សួស្ដីមានអ្វីឲ្យខ្ញុំជួយដែរទេ ចូលខោអាវហើយនឹងកាបូបដែលថ្លៃបំផុតយករបស់ដែលថ្លៃជាងគេបំផុតយកមកឲ្យអស់មក យករបស់ដែលថ្លៃជាងគេបំផុតយកមកឲ្យអស់ភ្លាមមកឆាប់ឡើង ចាលោក សុំទោសធ្វើឲ្យអ្នកទាំងអស់គ្នាបារម្ភ